ធម្មតានៅពេលដែលបំរែបំរួលការបដូរយុគវាតែប៉ះពាល់អញ្ចឹងបើសិនជាករណីម៉ងដូនតារបស់យើងឧទាហរណ៍ថាអ្នកដែលរៀបចំគាត់បានគិតដល់យុគថ្មីបានហើយបានន័យថាអ្នកខ្លះគាត់រៀបចំហ្នឹងគឺរៀបចំនៅល្អក្នុងយុគ8យុគ9យុគ1យុគ2គាត់បានគិតគូរមុនគឺអត់បញ្ហាទេចាប៉ុន្តែបើសិនជាករណីថាផ្លូវដូនតាខ្លះក៏ល្អទៅក្នុងយុគ8ទេហើយផ្លូវដូនតាខ្លះក៏ល្អទៅក្នុងយុគ7ទេបើយើងក៏លេចមើលទៅអតីតកាលមកវិញចាម៉ងដូនតាដែលល្អនៅក្នុងយុគ7អញ្ចឹងអ្នកខ្លះយើងសង្កេតទៅលើថាអ្នកដែលរស់ស៊ីធំអង្គញាធំដែលគាត់ធ្លាប់ជោគជ័យនៅក្នុងយុគ7សាប់ទៅពេលនៅក្នុងយុគ8បែរជាគាត់បាត់គេឈ្មោះវិញចាអញ្ចឹងបញ្ហាអាចមកពីទី1គឺពាក់ព័ន្ធនឹងផ្ទះរបស់គាត់ខុសយុគបានន័យថាយុគ7ល្អទៅចូលយុគ8បែរជាផ្ទះបាយខុសយុគអញ្ចឹងទី1ចំណុចទី2ទាក់ទងនឹងភាពល្អគឺល្អបែបតឹងបងតកូលគឺនិយាយទៅគេថា support ដល់យើងអត់ដឹងខ្លួនទេចាអានេះគឺភ្នូដូនតាអញ្ចឹងបើសិនជាករណីភ្នូដូនតារបស់គាត់ល្អក្នុងយុគ7យុគ8ចូលយុគ8អត់ល្អស្មើនឹងគាត់ធ្លាប់តែវងតកូលគាត់ល្អតែដល់ពេលចូលយុគ8បែរជាបាត់គេឈ្មោះវិញចាដូចយុគ9អញ្ចឹងឧទាហរណ៍ថាភ្នូដូនតាខ្លះក៏ល្អទៅក្នុងយុគ8ទេតែដល់ពេលដល់ចូលដល់យុគ9បែរជាមិនល្អអញ្ចឹង2ឆ្នាំនេះគឺតែពីឆ្នាំ2024ដល់25 26 27តែ3ឆ្នាំគឺឃើញហ្នឹងហើយនឹងថាតើស្ថិរភាពជីវិតគ្រួសាររបស់គាត់គេឈ្មោះរបស់គ្រួសាររបស់គាត់ល្អដូចមុនអត់ចាបើសម្រាប់អ្នកដែលអត់មានជំនាញខ្មែរយើងទូទៅគឺអត់បានដឹងពីអតិពលរបស់ម៉ងដូនតាយើងគិតថាធ្វើទៅល្អគឺតែល្អតែពេលខ្លះឆ្ងល់ថាហេតុអីបានខ្លួនឯងពេលខ្លះឡើងពេលខ្លះទៅធ្លាក់ទៅពេលបដូរយុគមកយុគទៅចេះតែពេលនៅយុគមុននោះធ្លាប់តែថាអាចនិយាយថាស្ដាច់ត្រាញ់អញ្ចឹងណាចូលដល់យុគថ្មីទៅអ្នកផ្សេងខ្លួនចាធ្លាក់ខ្លួនអ្នកផ្សេងឡើងវិញអញ្ចឹងណាអញ្ចឹងចំណុចហ្នឹងបើសិនជាដូចនៅស្រុកគេស្ថិរអ្នកដែលរស់ស៊ីធំគឺគេ care ខ្លាំងពាក់ព័ន្ធនឹងភ្នូដូនតាពាក់ព័ន្ធនឹងផ្ទះ office ដែលយើងធ្វើការអញ្ចឹងបើសិនជាគាត់ពាក់ព័ន្ធគាត់ care ខ្លាំងទាំងវងតកូលគឺទៅគិតពីភ្នូដូនតាសំខាន់ណាស់